ចាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់ Channel ចំណេះដឹងសម្រាប់សុខភាពនៅថ្ងៃនេះ Channel យើងខ្ញុំនឹងធ្វើការរៀបរាប់តាក់ទងជាមួយនឹងអត្ថប្រយោជន៍របស់ផ្លែបឺដែលល្អសម្រាប់មនុស្សទូទៅផ្លែបឺគឺជាផ្លែឈើមួយយ៉ាងដែលយើងអាចញ៉ាំបាននៅពេលទុំឬក៏ភាគច្រើនគេនិយមយកទៅធ្វើទឹកក្រឡុកជាមួយនឹងទឹកដោះគោទឹកកកសម្រាប់ពិសាពេលរាត្រីចំណែកឯអ្នកខ្លះទៀតក៏ចូលចិត្តផ្លែបឺធ្វើជាម្ហូបអាហារសុខភាពប៉ុន្តែប្រហែលជាគ្នាយើងតិចណាស់នឹងពីសារៈប្រយោជន៍នៃការទទួលទានផ្លែបឺតែដូច្នេះអ្នកទាំងអស់គ្នាអាចចូលរួមតាមដានស្ដាប់ជាមួយនឹងខ្ញុំតាក់ទងជាមួយនឹងអត្ថប្រយោជន៍នៃផ្លែបឺដែលល្អសម្រាប់មនុស្សទូទៅគុណសម្បត្តិទី1គឺសម្បូរជីវជាតិផ្លែបឺគឺពោរពេញទៅដោយវីតាមីន C, E, K, B6 និងសារធាតុជាច្រើនផ្សេងទៀតដែលអាចជួយឲ្យយើងទទួលទានឆាប់ឆ្អែតថែមទាំងអាចជួយរក្សាស្ថិរភាពជាតិស្ករនៅក្នុងរាងកាយរបស់យើងទៀតផងនៅពីនេះទៅទៀតជាខ្លាញ់វីតាមីនជាតិរ៉ែដែលមាននៅក្នុងផ្លែបឺគឺមានសមត្ថភាពក្នុងការជួយទៅដល់សុខភាពស្បែកនិងជួយពង្រឹងប្រព័ន្ធភាពស៊ាំរបស់យើងបានយ៉ាងល្អបំផុតសម្រាប់គុណសម្បត្តិទី2គឺអាចជួយការពារជំងឺមហារីកការសិក្សាស្រាវជ្រាវមួយនៅឆ្នាំ2013ដែលគេរកឃើញថាផ្លែបឺគឺអាចជួយប្រឆាំងនឹងជំងឺមហារីកមាត់ជំងឺមហារីកសដន់និងជំងឺមហារីកបំពង់កក្រៅពីនេះមិនទាន់មានភស្តុតាងណាមួយដែលបញ្ជាក់ថាផ្លែបឺគឺអាចជួយប្រឆាំងនឹងជំងឺមហារីកផ្សេងៗទេគ្រាន់តែមានសារធាតុប្រឆាំងនៅក្នុងផ្លែបឺតែប៉ុណ្ណោះរីឯគុណសម្បត្តិទី3គឺជួយការពារឆ្អឹងផ្លែបឺតែពាក់កណ្ដាលផ្លែគឺមានផ្ទុកនូវវីតាមីន K រហូតដល់ 18% សម្រាប់រាងកាយរបស់យើងត្រូវការជាប្រចាំថ្ងៃដែលវីតាមីន K គឺមានសារៈសំខាន់ណាស់សម្រាប់ឆ្អឹងប៉ុន្តែគ្រប់គ្នាតែងតែមើលរំលងគុណសម្បត្តិទី4គឺបំបត្តិការឈឺសន្លាក់ឆ្អឹងផ្លែបឺមានផ្ទុកនូវសារធាតុមួយយ៉ាងដែលជាសារធាតុមានឥទ្ធិពលអវិជ្ជមានទៅលើរោគសញ្ញានៃជំងឺរលាកសន្លាក់ចង្កូះនិងត្រគាកគុណសម្បត្តិទី5គឺជំនួយទៅដល់សុខភាពបេះដូងក្នុងផ្លែបឺទាំងមូលមួយខាងមានផ្ទុកនូវជាតិកូលេស្តេរ៉ុលរបស់រុក្ខជាតិហៅថា beta sitosterol ប្រហែលជា76មីលីក្រាមការទទួលទានសារធាតុនេះជាប្រចាំគឺអាចជួយឲ្យរាងកាយរបស់យើងរក្សាតុល្យភាពកូលេស្តេរ៉ុលដែលល្អសម្រាប់សុខភាពបេះដូងគុណសម្បត្តិទី6គឺជំនួយទៅដល់សុខភាពភ្នែកផ្លែបឺមានផ្ទុកនូវជាតិឡាទីនជួយប្រឆាំងអុកស៊ីតកម្មដើម្បីការពារភ្នែកពីពន្លឺ UV ដែលតែងតែបំផ្លាញភ្នែករបស់យើងនៅពេលដែលយើងចេញទៅក្រៅសម្រាប់គុណសម្បត្តិទី7គឺសម្រួលប្រព័ន្ធរំលាយអាហារផ្លែបឺក៏មានផ្ទុកនូវជាតិសរសៃរហូតដល់14ក្រាមក្នុងមួយផ្លែដែលអាចជួយសម្រួលទៅដល់ការទល់លាមករក្សាសុខភាពរំលាយអាហារនិងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំសម្រាប់គុណសម្បត្តិទី8គឺសកម្មភាពប្រឆាំងនឹងមេរោគផ្លែបឺនិងប្រេងផ្លែបឺគឺអាចជួយការពារប្រឆាំងនឹងការឆ្លងមេរោគគុណសម្បត្តិទី9គឺជួយការពារជំងឺរ៉ាំរ៉ៃអាស៊ីដខ្លាញ់ដែលមាននៅក្នុងផ្លែបឺគឺមានប្រយោជន៍ក្នុងការការពារជំងឺរ៉ាំរ៉ៃដូចជាជំងឺសរសៃឈាមបេះដូងជាដើមខណៈដែលការសិក្សាស្រាវជ្រាវណែនាំថាការទទួលទាននៃជាតិសរសៃល្អបំផុតគឺអាចជួយកាត់បន្ថយហានិភ័យនៃជំងឺដាច់សរសៃឈាមខួរក្បាលជំងឺលើឈាមជំងឺទឹកនោមផ្អែមធាត់និងជំងឺក្រពះពោះវៀនមួយចំនួនទៀតផងប៉ុន្តែប៉ុណ្ណោះការទទួលទានផ្លែបឺក៏អាចជួយកាត់បន្ថយសម្ពាធឈាមនិងកម្រិតកូលេស្តេរ៉ុលដែលធ្វើឲ្យការប្រែប្រួលនៃអង់ស៊ូលីនមានភាពល្អប្រសើរឡើងនិងជាពិសេសអាចជួយបង្កើននូវការសម្រកទម្ងន់សម្រាប់អ្នកដែលមានជំងឺធាត់ទៀតផងសម្រាប់គុណសម្បត្តិទី10គឺជួយបន្សាបជាតិពុលទៅតាមបែបធម្មជាតិការបន្តបងជាប្រចាំពិតជាល្អសម្រាប់សុខភាពជាពិសេសការបញ្ចេញចោលនូវសារធាតុពុលដែលរួមទាំងបាក់តេរីមិនល្អសម្រាប់គុណសម្បត្តិទី11គឺជួយកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តសារធាតុ folate ដែលមាននៅក្នុងផ្លែបឺគឺអាចជួយការពារការប្រមូលផ្ដុំនៅសារធាតុដែលធ្វើឲ្យខូចចរន្តឈាមនិងបញ្ជូនសារធាតុចិញ្ចឹមទៅខួរក្បាលគុណសម្បត្តិទី11គឺជួយកាត់បន្ថយហានិភ័យនៃជំងឺបាក់ទឹកចិត្តសារធាតុ folate ដែលមាននៅក្នុងផ្លែបឺគឺអាចជួយការពារការប្រមូលផ្ដុំនៅសារធាតុមួយយ៉ាងដែលជាសារធាតុដែលធ្វើឲ្យខូចនៅចរន្តឈាមនិងបញ្ជូនទៅសារធាតុចិញ្ចឹមនៅខួរក្បាលសម្រាប់គុណសម្បត្តិចុងក្រោយទី12គឺទ្រទ្រង់ទៅដល់សុខភាពទារកនៅក្នុងផ្ទៃសារធាតុ folate គឺមានសារៈសំខាន់ណាស់ក្នុងការលូតលាស់របស់ទារកហើយការទទួលទានផ្លែបឺក៏អាចជួយកាត់បន្ថយហានិភ័យនៃការលូតលាស់របស់កូននិងភាពមិនប្រក្រតីនៃបំពង់សរសៃប្រសាទចំពោះស្ត្រីពពុះដែលទទួលទានសារធាតុ folate បានយ៉ាងហោចណាស់600មីលីក្រាមជារៀងរាល់ថ្ងៃគឺល្អសម្រាប់ទារកនិងធ្វើឲ្យទារកលូតលាស់បានយ៉ាងល្អក៏ប៉ុន្តែសូមរំលឹកផងដែរថាទោះបីជាផ្លែបឺគឺជាអាហារសុខភាពមិនមែនគ្រប់គ្នាសុទ្ធតែអាចទទួលទាននៅផ្លែបឺបានទេដោយសារតែវាសម្បូរទៅដោយវីតាមីន K ដែលអាចធ្វើឲ្យយើងមានសុខភាពមិនល្អដូចជាការកកឈាមបានយ៉ាងងាយស្រួលជាពិសេសមនុស្សចាស់តែម្ដងចា៎ហើយសម្រាប់អត្ថបទនេះផងដែរ Channel យើងខ្ញុំដកស្រង់ចេញពីគេហទំព័រក្នុងស្រុកកម្ពុជាថ្មីចា៎សូមអរគុណអ្នកទាំងអស់គ្នាដែលតែងតែតាមត្រូក៏ដូចជាតាមដាននៅ Channel ចំណេះដឹងសម្រាប់សុខភាពជាថ្មីម្ដងទៀតនាងខ្ញុំសូមអភ័យទោសផងដែររាល់ពាក្យពេចន៍មិនច្បាស់ក៏ដូចជាកំហុសដែលអាចកើតឡើងដោយអចេតនានៅត្រង់ចំណុចណាមួយចា៎សូមអរគុណ